មិនមែនត្រឹមតែ1000ឆ្នាំទេអី ខ្ញុំចូលចិត្តមនុស្សដែលមានភាពចាស់ទុំបិទមាត់ទៅ ខ្ញុំមិនចង់លើពាក្យកុហកទាំងនេះទៀតទេហើយអ្នកត្រូវគិតឲ្យបានច្បាស់លាស់ការប្រកួតសិស្សក្នុងនិកាយមិនមែនជាការលេងសើចដូចសិស្សក្រៅនិកាយនោះទេ សិស្សក្នុងនិកាយសុទ្ធតែជាកម្ពុជាមនុស្សដែលអាចសម្លាប់សត្រូវឆ្លងកម្រិតបានក្នុងពេលដែលស៊ូវិនណាត់ប្រកួតជាមួយអ្នកទៅហើយវាមិនអាចទៅរួចទេដែរលើកលែងឲ្យអ្នក ខ្ញុំមិនចង់ឲ្យអ្នកស្លាប់នោះទេអូខ្ញុំដឹងហើយនៅមានសិស្សក្នុងនិកាយទាំងអស់សុទ្ធតែស្ថិតក្នុងដំណាក់កាលកណ្ដាលនៃការស្ថាបនាមូលដ្ឋានហើយថែមទាំងមានពួកបិសាចក្នុងដំណាក់កាលចុងក្រោយទៀតផងអ្នកត្រូវគិតឲ្យច្បាស់ពីអ្វីដែលអ្នកកំពុងប្រឈមមុខមានតែការដឹងខ្លួនថាខ្លួនឯងតូចតាចប៉ុណ្ណាទើបអាចមានការរីកចម្រើនទៅមុខបាន សូមលោកម្ចាស់និកាយកុំបារម្ភខ្ញុំមានកម្លាំងគ្រប់គ្រាន់ក្នុងការប្រយុទ្ធ ហើយនៅមានខ្ញុំសូមនិយាយម្ដងទៀត ការហ្វឹកហាត់ខ្លាយជាទេវតាមិនមែនហ្វឹកហាត់លើភាពជាទេវតានោះទេគឺហ្វឹកហាត់លើធនធានក្រឡេកមើលទៅទូទាំងដែនដីទេវៈនៅពីក្រោយកម្ពុជាអ្នកខ្លាំងពូកែម្នាក់មិនមែនជាការខិតខំប្រឹងប្រែងផ្ទាល់ខ្លួននោះទេប៉ុន្តែគឺធនធានរាប់មិនអស់ដើម្បីចូលរួមការប្រកួតសិស្សក្នុងនិកាយយ៉ាងហោចណាស់អ្នកត្រូវតែមានកម្លាំងក្នុងដំណាក់កាលចុងក្រោយនៃការស្ថាបនាមូលដ្ឋានបើមិនដូច្នេះទេគឺស្មើនឹងការស្វែងរកសេចក្តីស្លាប់ដោយខ្លួនឯងនិយាយមក មិនមែនគ្រាន់តែជាអាហារសម្រន់ទេអីខ្ញុំមានតើប្រយ័ត្នខ្លួនទៅ លោកម្ចាស់និកាយកាលពីប៉ុន្មានថ្ងៃមុនមានការបន្ទាន់ត្រូវពិភាក្សាស្រាប់តែសិស្សផ្ទាល់របស់យើងពីរនាក់បានបាត់ខ្លួនតែម្ដងមានរឿងអីទៅខ្ញុំបានឲ្យគេស៊ើបសួរមើលឃើញថាពួកគេបានទៅនិកាយ Fancy ហើយក៏មិនដែលត្រឡប់មកវិញឡើយ មិនក៏អាចទៅជាបែបនឹងបានស៊ូវិនយៀនហ៊ួនអ្នកទាំងពីរទៅស៊ើបអង្កេតរឿងនេះទៅអីគេ យ៉ាប់ណាស់និយាយអីចង្រៃម្លេះមិនច្រឡំទេដឹង ខ្ញុំ និយាយពីគេ គោរពតាមបញ្ជាលោកគ្រូ ហឹមនិកាយ Fancy នេះគឺជាកន្លែងដែលមានផ្សែងធូបអ៊ូអរបំផុតនៅក្នុងទ្វីបដងសឹងសិនជើទាំងមូលឬថាអាចបន់ស្រន់សុំលៀបសក្ការៈបានសុំគូស្រករសុំសេចក្តីសុខសាន្តគ្មានអ្វីដែលសុំមិនបានឡើយល្បីល្បាញខ្លាំងណាស់នៅក្នុងលោកីនេះ ប៉ុន្តែខ្ញុំធ្លាប់ឮពូទី7និយាយពីវិហាររបស់ពួកគេខ្ញុំតែងតែមានអារម្មណ៍ថាវាមិនមានសន្តិភាពដូចអ្វីដែលឃើញនៅខាងក្រៅនោះទេ លោកគ្រូតើលោកមានន័យថាម៉េចទៅ គ្មានអ្វីទេប្រហែលជាខ្ញុំមើលច្រឡំហើយ អ្នករាល់គ្នាគ្រាន់តែត្រូវចាំថាសិស្សទាំងនោះគឺជាគ្រឹះនៃនិកាយរបស់យើងអ្នករាល់គ្នាត្រូវតែស្វែងរកសិស្សច្បងទាំងពីរនាក់ឲ្យឃើញ លោកម្ចាស់និកាយតើសិស្សច្បងទាំងពីរនាក់មានលក្ខណៈសម្គាល់អ្វីខ្លះសិស្សច្បងទាំងពីរនាក់គឺជើវយុននិងស៊ូវិនម្នាក់មានស្លាកស្នាមនៅខាងក្រៅយកម្ នាក់ទៀតកើតមកមានប្រស្រីភ្នែកពីរជាន់គឺភ្នែកម្ខាងមានប្រស្រីភ្នែកពីរទទួលបញ្ជាយៀនហ៊ួនខ្ញុំនិយាយត្រង់ចុះ នៅក្រុមតែមួយជាមួយឯងពិតជាសេមែង ពួកយើងនិយាយគ្នាឲ្យច្បាស់សិនតាមផ្លូវនេះគ្រប់យ៉ាងត្រូវស្ដាប់តាមខ្ញុំអាងអីទៅ អាងតែខ្ញុំនៅដំណាក់កាលចុងក្រោយនៃការស្ថាបនាគ្រឹះហើយឯងនៅដំណាក់កាលកណ្ដាលកម្រិតវិជ្ជាខ្ញុំខ្ពស់ជាងឯងមួយកម្រិតក៏បានបើអញ្ចឹងបើមានគ្រោះថ្នាក់ ឯងទៅមុនទៅ ខ្ញុំតិចខ្លួនមុនហើយហ่ะក្មេងខ្ចីណាស់ខាងមុខគឺជាកំពូលភ្នំ Fancy ហើយមិនបាច់ឯងប្រាប់ទេខ្ញុំឃើញយូរហើយ ពួកយើងលាក់បាំងកម្រិតវិជ្ជាសិនទៅកុំបង្កការភ្ញាក់ផ្អើលចាំមើលស្ថានភាពសិនទៅខ្ញុំទៅហើយស្វាគមន៍ទីយកទាំងពីរតើទីយកទាំងពីរមានការអ្វីបានជាអញ្ជើញមកកាន់និកាយហ៊ុនស៊ីដែរបាទលោកគ្រូ នេះជាភរិយារបស់ខ្ញុំពួកយើងក្រុងនឹងយកកូនក្នុងពេលឆាប់នេះទើបនាំគ្នាមកវត្តដើម្បីផ្សងប្រផ្នូល ដើម្បីបួងសួងឲ្យម្ដាយនិងកូនមានសុវត្ថិភាពតើអ្វីដែលទីយកនិយាយជាការពិតមែនទេពិតជាអញ្ចឹងហើយ បរិយាកាសនៅក្នុងវត្តរបស់អ្នកពិតជាល្អណាស់និយាយលេងអីទីនេះជាវត្តស័ក្តិសិទ្ធិបំផុតនៅជើងខាងកើតណាមនុស្សលោកតែងតែប្រាថ្នាចង់បានសេចក្តីសុខសប្បាយមានតែផ្សែងធូបទេដែលមិនអាចបំភ្លេចប្រជាជនបាន តើពន្លឺនៃណាមានតែគំនោឆ្អឹងសក្បុសនៅក្នុងភ្នូដ៏ស្ងាត់ជ្រងនៅពេលព្រលឹមស្រាង ពេលថ្វាយបង្គំនៅក្នុងព្រះវិហារធំត្រូវប្រុងប្រយ័ត្នចំពោះរូបបដិមាដែលដាក់ភ្នែកចុះក្រោមនិងរូបបដិមាដែលបើកភ្នែកធំក្រឡែក ពេលព្រះពោធិសត្វបើកព្រះនេត្រត្រូវប្រញាប់រត់ឲ្យលឿនមុនពេលមេឃងឹតនេត្រកុំមកនិយាយផ្ដេសផ្ដាស់អីទៅឲ្យឆ្ងាយទៅ ហេ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 ហាហា សុំទោសទីយកទាំងពីរផងគេជាមនុស្សឈ្មោះទេនិយាយគ្នាមិនដឹងរឿងទេមានតែដេញចេញប៉ុណ្ណោះ ប្រសិនបើព្រះពោធិសត្វបើកព្រះនេត្រសូមប្រញាប់រត់មុនពេលមេឃងឹតតើវាមានន័យដូចម្ដេចតើមនុស្សឈួតម្នាក់នេះចង់និយាយពីអ្វីឲ្យប្រកបទៅ បើឈួតហើយប្រញាប់យកទៅឃុំទុកទៅគួរឲ្យខ្លាចណាស់បាទសូមអ្នកទាំងពីរអញ្ជើញតាមខ្ញុំទៅវិហារជីហ្វុងទៅទីនោះធូបស័ក្តិសិទ្ធិបំផុតអាចបួងសួងសុំកូនភ្លោះប្រុសស្រីជូនភរិយាបាន អ្នកទាំងពីរអាចបួងសួងសុំពរបានហើយ ខ្ញុំសង្ឃឹមថាភរិយារបស់ខ្ញុំ ការដំដងបាន8អាចបង្កើតកូនគួរឲ្យស្រឡាញ់ឲ្យខ្ញុំបាន8នាក់ល្មមបានហើយកុំចង់ងាប់អីសូមឲ្យទេវតាជួយថែរក្សាការពារ